សម្ដេចតេជោហ៊ុនសែនប្រកាសឲ្យជនរួមជាតិខ្មែរយើងទាំងអស់គ្នាត្រូវរួបរวมគ្នាជាចលនាជាតិនិយមតែមួយដើម្បីទប់ទល់ប្រឆាំងវាយបំបាក់ឧបាយកលដ៏សែនខ្មៅកខ្វក់របស់ថៃដែលចិញ្ចឹមចិត្តនិងមហិច្ឆតាចង់លេបទឹកដីកម្ពុជាសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជានៅរុស្ស៊ីថ្ងៃទី30ខែមិថុនាឆ្នាំ2025នេះបានប្រកាសតាមបណ្ដាញសង្គមផ្លូវការរបស់សម្ដេចដោយបញ្ជាក់ថាថៃនៅតែចិញ្ចឹមចិត្តនិងមហិច្ឆតាចង់បានទឹកដីកម្ពុជាជាមួយគ្នានេះសម្ដេចតេជោហ៊ុនសែនសូមប្រកាសឲ្យជនរួមជាតិខ្មែរយើងទាំងអស់ត្រូវរួបរวมគ្នាជាចលនាជាតិនិយមតែមួយត្រូវត្រៀមខ្លួនជាប់ជានិច្ចដើម្បីទប់ទល់ប្រឆាំងវាយបំបាក់ឧបាយកលដ៏សែនខ្មៅកខ្វក់របស់ថៃដែលចិញ្ចឹមចិត្តនិងមហិច្ឆតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជាសម្ដេចតេជោបានសរសេរនៅលើបណ្ដាញសង្គម Facebook នៅរុស្ស៊ីថ្ងៃទី30ខែមិថុនាឆ្នាំ2025ថាអ្នកនយោបាយជ្រុលនិយមថៃសិនធីលឹមថងគុលបាននិយាយយ៉ាងច្បាស់ថាប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃនឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជាយកខេត្តមួយចំនួនរបស់កម្ពុជាដូចជាបាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារនិងកោះកុចដែលអាចរហូតដល់រាជធានីភ្នំពេញទៀតផងនេះជាសម្ដីរបស់សិនធីលឹមថងគុលដែលនិយាយជាភាសាថៃអាហ៊ុនសែនមហាតេជោអ្នកឯងសំណាងល្អដែលអញសិនធីលឹមថងគុលដែលអញអត់មានអំណាចប្រសិនបើអញមានអំណាចវិញថ្ងៃនេះបាត់ដំបងសៀមរាបសេរីសោភ័ណ្ឌអញនឹងដណ្ដើមយកមកហើយស្អែកអញនឹងទៅយកព្រះវិហារនិងបន្តទៅយកកោះកុចទៀតហើយអញសួរហែងថាប្រសិនបើនៅមិនពេញចិត្តទៀតអញនឹងទៅយកភ្នំពេញសម្ដេចតេជោបានគូបញ្ជាក់ថាសម្ដីបែបនេះរបស់អ្នកនយោបាយជ្រុលនិយមថៃបង្ហាញយ៉ាងច្បាស់អំពីការចិញ្ចឹមចិត្តនិងមហិច្ឆតាចង់បានទឹកដីរបស់កម្ពុជាដូច្នេះហើយខ្ញុំសូមប្រកាសឲ្យជនរួមជាតិខ្មែរយើងទាំងអស់ត្រូវរួបរวมគ្នាជាចលនាជាតិនិយមតែមួយដោយប្រុងប្រយ័ត្នជាប់ជានិច្ចត្រូវត្រៀមខ្លួនជាប់ជានិច្ចដើម្បីទប់ទល់ប្រឆាំងវាយបំបាក់ឧបាយកលដ៏សែនខ្មៅកខ្វក់របស់ថៃដែលចិញ្ចឹមចិត្តនិងមហិច្ឆតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជាសម្ដេចតេជោបានលើកឡើងថាដោយចរិតឈ្លានពានបែបនេះទើបយើងត្រូវពង្រឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវពង្រឹងខឿនការពារជាតិរបស់ប្រជាជនត្រូវខិតខំចរចាដើម្បីបោះបង្គោលព្រំដែនជាមួយថៃឲ្យបានឆាប់យើងត្រូវត្រៀមខ្លួនតស៊ូរយៈពេលវែងតាមផ្លូវយោធានយោបាយការទូតនិងផ្លូវច្បាប់ដរាបណាមិនទាន់មានការបោះបង្គោលព្រំដែនរួចរាល់លទ្ធភាពប៉ះទង្គិចខាងយោធាឬសង្គ្រាមតាមព្រំដែនងាយនឹងកើតឡើងនិងពិបាកជៀសផុតសម្ដេចបានសង្កត់ធ្ងន់ថាខ្ញុំមិនទប់ទល់ជាមួយនឹងពួកចៅឈ្លានពានទឹកដីទេតែនេះជាសារដាស់តឿនដល់បងប្អូនជនរួមជាតិកម្ពុជាដើម្បីត្រៀមខ្លួនវាយចោលឈ្លានពានទឹកដី